បាទសួស្តីបងប្អូនគ្នាខ្ញុំបង្ហាញតិចនិច Photoshop បន្តិចបងប្អូនខ្លះគាត់ថាគាត់ចង់ remove អានេះអត់ទៅហើយគាត់ចង់ remove អានេះអត់ទៅវាទៅអាផ្សេងឯណានោះវិញចង់ remove អានេះវាទៅអាផ្សេងអញ្ចឹងបងប្អូនអរគ្នាកលេចទៅមើលខាងនេះណាចំពោះ Photoshop និយាយរួមទៅ Photoshop version ណាក៏ដូចគ្នាដែរកន្លែងហ្នឹងត្រូវមើលទី1តាក់ព័ន្ធនឹងគ្រប់បើសិនជាបងប្អូនចង់គ្រប់វានឹងមូទៅគ្រប់បាទវាអត់ចុចមើលចេះណាបើសិនជាគ្រប់បើសិនជាគ្រប់អញ្ចឹងនេះបើសិនជាគ្រប់យើងគ្រប់ទៅពេលយើងចង់មូអានេះវាទៅគ្រប់ណានេះអត់បាទចង់មូនេះវាទៅគ្រប់អូខេអាហ្នឹងគេហៅថាមូគ្រប់នេះមូគ្រប់អញ្ចឹងបើសិនជាបងប្អូនចង់មូអាក្នុងគ្រប់ហ្នឹងមូទៅត្រូវអត់វាចាប់គ្រប់អញ្ចឹងបងប្អូនត្រូវកលេចមើលឡើងនេះដាក់ថា layer ទោះបីនៅក្នុងគ្រប់ក៏ដោយពេលយើងចុចទៅវា select ទៅអា layer មួយហើយនេះឃើញនឹងគ្រប់ទេបន្តទៀតបងប្អូននេះចង់បង្ហាញអក្សរៈនេះស្អីគ្នា line នេះអញ្ចឹង line នេះ show transform control អូខេបាទអញ្ចឹងបើបងអត់ចុចទេគឺយើងចុចទៅអត់ដឹងថា select មួយណាទេដឹងមួយណាជាមួយណាអញ្ចឹងយើងចុចអាហ្នឹងមកដើម្បីបង្ហាញថាពេលយើងចុចទៅយើងចុចអាមួយណា alright មួយទៀតពាក់ព័ន្ធនឹង auto select មានថាយើងចង់ select មួយណាក៏បាននៅកន្លែងនេះ auto select បើដកអានឹងចេញទៅយើងចង់ select អាមួយនេះវាអត់ទៅត្រូវចូលទៅចុចលើ layer ហ្នឹងដើម្បីរំកិលវាតោះនេះបាទវាពិបាកកន្លែងហ្នឹងបន្តិចប៉ុន្តែបើបងប្អូនចុចកន្លែង auto select អញ្ចឹងយើងចង់ select មួយណាក៏បានដែរមិនបាច់ចូលដល់ layer រំកិលទេតោះនេះឃើញទេចង់ទៅមួយណារំកិលមួយណាមួយហ្នឹងបាទអរគុណច្រើនអញ្ចឹង3 tip នេះគឺសំខាន់មែនតើសម្រាប់អ្នកដែលធ្វើ Photoshop ពេលខ្លះគាត់ចាប់ដើមថ្មី Photoshop បង្កើតមកថ្មី install ថ្មីបើយើងអត់បដូរវាទេវាអត់អញ្ចឹងទេបាទវាទៅចំដូចខ្ញុំប្រាប់អញ្ចឹងវាអត់ auto វាអត់ show វាចូលគោរពវាចូល select អញ្ចឹងទៅណាពេលចុចទៅវាអត់មានអីទាំងអស់អញ្ចឹងបងប្អូនត្រូវ custom វាយើងធ្វើខ្លួនឯងកន្លែងហ្នឹងថែមតោះអូខេអរគុណច្រើនបាយបាយ